តមកដឹងបទពិសោធន៍នៅសៀមរាបពេលធ្វើការផងដើរលេងផងមានអីខ្លះនិយាយវាថាធ្វើ MC ដែលពេលគេហៅម្ដងហើយម្ដងទៀតគាត់ថាយើងធ្វើអ្វីដែលល្អប៉ុន្តែកន្លែងទីតាំងដែលល្អដែលយើងទៅហើយទៅម្ដងទៀតក៏ជាទីតាំងមួយដែលទាក់ទាញចិត្តយើងដែរជាពិសេសនៅសណ្ឋាគារ Starry អង្គរដែលឆ្នាំមុននឹងខ្ញុំធ្លាប់បានទៅរៀបចំកម្មវិធីហើយចំណែកឆ្នាំនេះបន្ទាប់ពីបំពេញការងារជាពិធីការនេះហើយគឺដល់ពេលវេលាយើងត្រូវតែដើរលេងវិញម្ដងអញ្ចឹងទៅរកកន្លែងណាដែលស្រួលគេងស្នាក់នៅញ៉ាំហូបចុកអីចឹងទៅណាគ្រាន់តែមកដល់ភ្លាមទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីបុគ្គលិករបស់សណ្ឋាគារផ្ទាល់តែម្ដងអញ្ចឹងមកនេះមកឲ្យអ្នកនរគ្នាអំពីបន្ទប់មានក្រេមួយបន្ទប់នេះខ្ញុំរាប់គេងឆ្នាំមុនហើយឆ្នាំនេះមកគេងបន្ទប់នឹងដដែលទៀតហើយនឹងបង្ហាញអំពីបន្ទប់ផ្សេងៗទៀតដូចជាបន្ទប់ក្រេ3ក៏ប៉ុន្តែបន្ទប់ក្រេ2ក៏ស្អាតដែរហើយបន្ទប់ហ្នឹងគឺយើងអាចគេងគ្នាច្រើនចឹងទៅហើយយើងសេវលុយមួយគ្នាចឹងណាងាយស្រួលខ្លាំងមែនទែនជាពិសេសហើយគ្រប់បន្ទប់គឺមានកញ្ចក់ស្អាតឆ្លុះមុខងាយស្រួល make up ហើយនិយាយពីបន្ទប់ទឹកវិញបន្ទប់ទឹកហ្នឹងគឺមានអាប្រដាប់ផ្លុំសក់ពេលយើងងូតទឹកសើមអីចឹងទៅហើយមួយទៀតក៏មានកន្លែងងូតទឹកក្នុងអាងដូចគ្នានេះគឺជារូបភាពកាលពីឆ្នាំមុនដែលខ្ញុំបានដឹកនាំក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជាយើងរៀបចំកម្មវិធីនៅនឹងគេងនៅនឹងញ៉ាំនៅនឹងហើយយើងបានចូលរួមចែកម្លែកបទពិសោធន៍គ្នាទៅវិញទៅមកលើកទឹកចិត្តគ្នាមានវគ្គទាក់ទងនឹងសុខភាពផ្លូវចិត្តដែលបង្ហាញអំពីទុក្ខកង្វល់ផ្សេងៗឬក៏កង្វល់ផ្សេងៗឲ្យវត្តចែករំលែកហើយមានវិធីសាស្ត្រក្នុងការធ្វើការបំបត្តិ stress ហើយយើងក៏មានការប្រជុំរឿងរ៉ាវផ្សេងៗទាក់ទងនឹងការសេព័ត៌មានទៅបន្ទាប់ពីហ្នឹងនិយាយពីការជួបចុងភៅវិញចុងភៅស្នាដៃឆ្ងាញ់មែនទែនហើយពេលព្រឹកគឺមាន buffet ចឹងមានកន្លែងគេងហើយអាហារពេលព្រឹកហ្នឹងគឺគេ include ចូលនៅនឹងហ្មងអញ្ចឹងបើយើងទៅគ្នាច្រើនគេរៀបចំ buffet ឲ្យយើងតែម្ដងអញ្ចឹងមានជម្រើសច្រើនក្នុងការរៀបចំបើអ្នកនរគ្នាមានក្រុមការងារច្រើនទៅ retreat ទៅដើរលេងឬក៏ទៅសិក្ខាសាលាទីតាំងនេះគឺល្អតម្លៃសមរម្យហើយនៅជិតក្រុងទៀតនិយាយពីចំណុចនេះវិញតាក់ទងទៅនឹងការចំអិនណានិយាយពីចុងភៅរួសរាយរាក់ទាក់ហើយកំងហូបបានទៀតស្រាប់ពីនឹងទៅយ៉ាដល់វគ្គវេលាដើរលេងហើយយើងដើរលេងយើងមិនអាចចប់បានទេគឺអង្គរហើយតែងឈុតបែបបុរាណយើងទៅជិះឡើងក្រុងអត្តពលមើលទេសភាពពេលល្ងាចពេលយប់មានពន្លឺអីស្អាតបន្ទាប់មកពេលព្រឹកវិញងើបឡើងចាចង់កំងអាហារញ៉ាំបែបណាមានបែបហ្នឹងអីដែលសំខាន់ណាខ្ញុំកំងផ្សេងប៉ុន្តែគឺមានអាហារសម្រន់មុនអាហារកំងនឹងទៀតនិយាយទៅចង់ភ្ញាក់ផ្អើលមែនណាលើកមុនធ្លាប់ញ៉ាំ buffet លើកនេះបែបមួយវិញម្ដងបច្ចៈនៅនឹងមាន gym មានកន្លែង spa ហើយអាងហែលទឹកធំមែនទែននៅផ្នែកខាងក្រោយចិត្តកន្លែងញ៉ាំអាហារហ្នឹងឆ្នាំមុនបានហែលទឹកអញ្ចឹងឆ្នាំនេះកុំមកហែលទឹកត្រៀមឈុតហើយស្រេចប៉ុន្តែកន្លែងហែលទឹកអត់ឲ្យមើលទេចានិយាយទៅទេសភាពល្អចង់ហែលទឹកកំសាន្តគឺងាយស្រួលមែនទែនបើអ្នកនរគ្នាមកសៀមរាបខ្ញុំ recommend មកទីនេះគឺល្អមែនទែន